លោកអ្នកស្គាល់បូរណភាពទឹកដីកម្ពុជាច្បាស់ឬមិនច្បាស់បើច្បាស់តើមានផ្ទៃដីប៉ុន្មានគីឡូម៉ែត្រក្រឡាចម្លើយគឺមាន1,263,322 គីឡូម៉ែត្រក្រឡាដែលយើងជាខ្មែរត្រូវស្គាល់បូរណភាពទឹកដីកម្ពុជាឲ្យបានច្បាស់កិច្ចព្រមព្រៀងប៉ារីសហាមមិនអោយអ្នកណារំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយហើយក៏អោយមកខៈរាល់សន្ធិសញ្ញាទាំងឡាយណាដែលបានធ្វើឲ្យកម្ពុជាបាត់បង់បូរណភាពទឹកដីបើបានមកខៈឬលុបចោលចេញអស់ហើយត្រូវធ្វើអីទៀតតើមានសន្ធិសញ្ញាទាំងឡាយណាខ្លះដែលបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះចម្លើយគឺសន្ធិសញ្ញាបារាំងសៀមយួនឆ្នាំ1904 1907និងសន្ធិសញ្ញាអាយ៉ងភ្នំពេញជាមួយយួនឈ្លានពានពីឆ្នាំ1979រដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យបានកំណត់ទិសដៅនយោបាយផ្សះផ្សាជាតិចតុភាគីតំណាងខ្មែរប្រភពអំណាចស្របច្បាប់កម្ពុជានៅអង្គការសហប្រជាជាតិគឺក្រុមប្រឹក្សាជាតិខ្មែរជាន់ខ្ពស់ KSNC នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង5ភាគីយួនសៀមលាវរួមទាំងរដ្ឋភាគីនានាជាច្រើនទៀតបានមូលមតិគ្នាព្រមព្រៀងគ្នាជាឯកច្ឆន្ទទៅជួបជុំគ្នានៅទីក្រុងប៉ារីសស្ដីពីសន្តិភាពនៅកម្ពុជាទៅបិទបញ្ចប់សង្គ្រាមបរទេសឈ្លានពានកម្ពុជាផ្ដល់ឯករាជ្យសន្តិភាពអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាជាលក្ខដោយចុះហត្ថលេខាមកខៈឬលុបសន្ធិសញ្ញារំលោភបំពានធ្វើឲ្យកម្ពុជាបាត់បង់បូរណភាពទឹកដីទាំងអស់នោះចោលទាំងស្រុងហើយថែមទាំងចុះហត្ថលេខាលើបាត់ឈប់បាញ់គ្នាកាលពីថ្ងៃទី23ខែតុលាឆ្នាំ1991លើកម្ពុជាដាក់ក្នុងអន្តរកាលជាសក្ខីភាពស្រាប់ច្បាស់បង្កើយនៅឡើយតែមិនទាន់ដកកម្លាំងបរទេសឈ្លានពានគ្រប់ប្រភេទចេញពីកម្ពុជាមិនត្រឹមតែមិនដកប្រភេទកម្លាំងបរទេសឈ្លានពានចេញពីកម្ពុជាប៉ុណ្ណោះទេថែមទាំងបញ្ចូលនិគមជនរាប់លានអ្នកឲ្យចូលមកនៅស៊ីចុកកាប់កាយកោះដឹកបំផ្លាញសេដ្ឋកិច្ចកម្ពុជាខាប់ទឹកថែមទៀតបញ្ចេញខ្មែរឯងទៅក្រៅស្រុកអស់រាប់លានអ្នកម្ដងឮពីលេចម្ដងឮពីកើតមិនសូវដាច់សូរថាកម្ពុជាអត់មានព្រំដែនថាតំបន់សថាបោះបង្គោលព្រំដែនថ្មីព្រំដែនសន្តិភាពថាព្រំដែនត្រួតស៊ីគ្នាដេកគង់គ្នាត្រូវដោះស្រាយថាដាក់3-4ខេត្តធ្វើតំបន់ត្រីកោណអភិវឌ្ឍឥណ្ឌូចិនថាកោះត្រល់របស់យួនថាបារាំងកាត់ឲ្យយួនយូរមកហើយថាកោះកុដថាប្រាសាទតាមុនប្រាសាទតាក្របីជារបស់សៀមដែកជារបស់សៀមខ្លះជារបស់ខ្មែរខ្លះគួរឲ្យចង់សើចចុះគេមិនស្គាល់មុខភាពទេឬអី